Why so many people dream of visiting this place? Hallstatt គឺជាភូមិដែលស្រស់ស្អាតអណ្ដែតនៅលើទឹកល្បីល្បាញមួយនៅក្នុងប្រទេសអូទ្រីសដែលហ៊ុំព័ទ្ធទៅដោយភ្នំនិងបឹងធំមានទឹកថ្លាដូចកញ្ចក់អញ្ចឹងផ្ទះទូចៗសង់តម្រៀបគ្នាតាមជម្រាលភ្នំបង្កើតបានជាទេសភាពស្អាតដូចក្នុងសៀវភៅរឿងនិទានអញ្ចឹងមិនតែប៉ុណ្ណោះកន្លែងនេះក៏ល្បីរឿងប្រវត្តិសាស្ត្ររាប់ពាន់ឆ្នាំពាក់ព័ន្ធទៅនឹងអំបិលថ្មដែលធ្លាប់ជាទ្រព្យសម្បត្តិដ៏សំខាន់របស់តំបន់នេះចំណុចទាំងនេះហើយដែលទាក់ទាញធ្វើឲ្យមនុស្សជាច្រើនចង់ទៅលេងផ្ទាល់និងស្គាល់រួមទាំងខ្ញុំផងដែរហើយថ្ងៃនេះខ្ញុំនឹងនាំអ្នកទាំងអស់គ្នាធ្វើដំណើរទៅលេងភូមិដ៏ស្រស់ស្អាតនេះជាមួយគ្នាការធ្វើដំណើរលើកនេះគឺយើងទៅដោយឡានផ្ទាល់ខ្លួនចេញពីខេត្តដែលយើងនៅទៅកាន់ Hallstatt ប្រហែលជាជិត3ម៉ោងហើយភាគច្រើនភ្ញៀវទេសចរដែលមកលេងនៅអូទ្រីសនេះគឺគាត់អាចធ្វើដំណើរទៅកាន់ Hallstatt តាមរយៈអទេសភ្លើងឬក៏ឡានក្រុងហើយការធ្វើដំណើរតាមអទេសភ្លើងគឺចំណេញពេលលឿនជាងឡានក្រុងហើយនេះគឺជាទេសភាពតាមដងផ្លូវដែលយើងធ្វើដំណើរទៅហើយមុនទៅដល់ Hallstatt ហ្នឹងគឺយើងឈប់សម្រាកម្ដងសិនយើងឈប់សម្រាកញ៉ាំអីនៅកន្លែងទឹកបឹងគេនេះប្រទេសអូទ្រីសគឺអត់មានសមុទ្រទេប៉ុន្តែមានបឹងច្រើនមែនទែនទឹកបឹងនៅនេះគឺថ្លាដូចកញ្ចក់អញ្ចឹងបងប្អូនកន្លែងខ្លះមានពណ៌ខៀវដូចទឹកសមុទ្រហើយកន្លែងខ្លះមានពណ៌បៃតងដូចស្លឹកឈើអញ្ចឹងប្រជាជនគេនៅនឹងគឺចូលចិត្តមហែទឹកខ្លាំងហើយនៅតាមតំបន់បឹងនីមួយៗគឺមានកន្លែងញ៉ាំអីរបស់គេអញ្ចឹងណាតែកន្លែងដែលយើងឈប់សម្រាកនៅក្នុងថ្ងៃនេះគឺអត់មានអាហារលក់ដូចរេស្តូរ៉ង់ទេគឺមានតែប្រភេទអាហារសម្រន់ហើយនិងភេសជ្ជៈខ្លះៗអញ្ចឹងណាអញ្ចឹងខ្ញុំកំង hot dog ជាមួយនឹងដលូមពងនឹងហើយមួយចានហ្នឹងដូចជា8យូរ៉ូកន្លះញ៉ាំអីហើយគឺយើងសម្រាប់នៅមាត់បឹងបន្តិចហើយទៅឡប្រជាជនគេដូចខ្ញុំប្រាប់បងប្អូនអញ្ចឹងគឺគេចូលចិត្តហែទឹកអ្នកខ្លះក៏គេងនៅលើស្មៅអានសភៅអីអញ្ចឹងទៅប៉ុន្តែពួកយើងអត់ហែទឹកទេព្រោះយើងអត់មានកម្រងមកលេងទឹកអីនៅនឹងទេអញ្ចឹងយើងដើរលេងនៅមាត់ទឹកហើយថតជាវីដេអូលេងខ្លះៗអីអញ្ចឹងទៅយើងបន្តដំណើរទៅទៀតប្រហែលជាកន្លះម៉ោងទើបយើងទៅដល់ Hallstatt ហើយទេសភាពនៅតាមផ្លូវពេលជិតដល់គឺថាបៃតងអញ្ចឹងរហូតហ្មងណាបងប្អូនអរគ្នាឥឡូវនេះយើងមក check in ដាក់អវ៉ាន់និងបដូរកៅអៅអីសិនចាំយើងទៅលេងក្នុងភូមិកន្លែងយើងស្នាក់នៅនេះគឺអត់សូវឆ្ងាយពីភូមិទេហើយពួកយើងកក់ apartment យើងកក់ apartment អញ្ចឹងតម្លៃបានធូរជាងអូតែហើយវាស្រួលដូចផ្ទះយើងអញ្ចឹងគឺមានចក្រានមានអីអញ្ចឹងណាហើយបន្ទប់ធំ apartment ដែលយើងជួលនេះគឺមាន2បន្ទប់ហើយតម្លៃមួយយប់គឺ250យូរ៉ូបងប្អូនអរគ្នាអញ្ចឹងបដូរកៅអៅហើយគឺយើងបន្តដំណើរទៅកាន់កន្លែងគោលដៅរបស់យើងនៅជុំវិញនឹងក្បែរភូមិនេះគឺសិតតែភ្នំហ្មងបងប្អូនហើយមានបឹងច្រើនកន្លែងដែលយើងអាចទៅលេងបានដោយសារតែវាហ៊ុំព័ទ្ធដោយភ្នំអញ្ចឹងផ្លូវមួយចំនួនគឺគេខូងភ្នំធ្វើផ្លូវហ្មងដើម្បីធ្វើដំណើរឲ្យបានលឿនពីភូមិមួយទៅភូមិមួយអញ្ចឹងផ្លូវមួយចំនួនគឺគេត្រូវខូងភ្នំធ្វើផ្លូវបងប្អូនអរគ្នាអញ្ចឹងជិះឆ្លងផុតរូងភ្នំមួយនេះគឺយើងនឹងទៅដល់ Hallstatt ទេប៉ុន្តែយើងត្រូវជិះរោចំណតឡានសិនព្រោះថាយើងអាចចតទៅពីបានទេហើយកន្លែងចំណតឡានទូចៗជាមួយនឹងចំណតឡានក្រុងគឺផ្សេងគ្នាសូម្បីតែកន្លែងចំណតឡានណាក៏មានភ្នំនៅពីក្រោយដែរបងប្អូននេះទឹកដែលហូរពីលើភ្នំមកបងប្អូនហើយថ្ងៃដែលពួកខ្ញុំទៅនោះគឺអត់សូវក្តៅទេទេសភាពគឺស្អាតខ្លាំងហ្មងណាចឹងឥឡូវយើងដើរទៅតាមផ្លូវទូចៗគេនេះចូលទៅក្នុងភូមិក្រៅតែពីទេសភាពស្រស់ស្អាតណានៅនឹងគឺល្បីដោយសារតែរឿងអំបិលថ្មដំបូងខ្ញុំក៏ដឹងដូចគ្នាដែរហើយខ្ញុំឆ្ងល់ថាអីគេអំបិលថ្មហ្នឹងធ្លាប់តែឃើញគេធ្វើស្រែអំបិលនៅតាមទឹកសមុទ្រដល់ពេលគេជីកអំបិលយកចេញពីភ្នំគឺខ្ញុំឆ្ងល់ដែរតាមពិតទៅដោយសារតែសាច់រឿងរបស់គេរាប់លានឆ្នាំមុនតំបន់នេះគឺគ្របដណ្ដប់ដោយទឹកសមុទ្របងប្អូនអរគ្នាហើយនៅពេលដែលអាកាសធាតុប្រែប្រួលទឹកសមុទ្រចាប់ផ្ដើមរីងស្ងួតបន្សល់បានជាស្រទាប់កំណកអំបិលហ្នឹងគឺកកនៅតាមថ្មនិងភ្នំហើយប្រជាជននៅ Hallstatt នេះគឺគេជីកអំបិលនឹងយកមកប្រើតាំងពីរាប់ពាន់ឆ្នាំមុនម៉េចធ្វើឲ្យកន្លែងនេះគឺគេស្គាល់ឈ្មោះមួយទៀតថាភូមិអំបិលថ្មឥឡូវយើងបន្តដំណើរទៅទៀតហើយនៅតាមផ្លូវគឺគេមានលក់វត្ថុអនុស្សាវរីយ៍អីគឺដូចប្រទេសយើងដែរផ្លូវដែលយើងដើរហ្នឹងគឺនៅជាប់មាត់ទឹកហើយមួយចំហៀងទៀតហ្នឹងគឺសិតតែផ្ទះភាពអស្ចារ្យហ្នឹងគឺផ្ទះទាំងអស់ហ្នឹងគឺធ្វើនៅលើជម្រាលភ្នំហ្មងបងប្អូនអរគ្នានិយាយទៅគឺគេធ្វើបដៈគ្នាដូចជាដើរអញ្ចឹងចាំពេលយើងដើរទៅដល់ខាងចុងគឺយើងនឹងមើលមកគឺឃើញមកគឺស្អាតហ្មងដោយសារតែមានភ្ញៀវទេសចរមកលេងច្រើននៅក្នុងភូមិហ្នឹងអញ្ចឹងគេឆ្នៃកន្លែងខាងក្រោមហ្នឹងជាភោជនីយដ្ឋានកន្លែងលក់សូវនីផ្សេងនិងសារមន្ទីរអីអញ្ចឹងទៅពេលដែលយើងមកលេងគឺយើងដើរឲ្យដល់ខាងចុងភូមិហ្នឹងមកមានប្លង់កន្លែងមួយគឺថតរូបស្អាតហ្មងនេះកន្លែងនេះបងប្អូនគឺនៅពេលដែលយើងថតទៅគឺយើងឃើញផ្ទះទំរៀបគ្នាតាមជម្រាលភ្នំហ្នឹងហ្មងហើយថ្ងៃដែលយើងមកនេះគឺអត់សូវមានភ្ញៀវទេសចរច្រើនហ្មងទេដោយ
សារមិនមែនជាថ្ងៃសៅរ៍អាទិត្យធម្មតាពេលថ្ងៃសៅរ៍អាទិត្យឬក៏ថ្ងៃបុណ្យទានអីអញ្ចឹងគឺមានភ្ញៀវច្រើនជាងនឹងកន្លែងនេះគឺសារមន្ទីររបស់គេទូចមួយអញ្ចឹងណាហើយកន្លែងនេះក៏យើងអាចថតរូបស្អាតដែរដោយសារពីក្រោយនឹងគឺមានទឹកជ្រោះហូរពីភ្នំមកហ្មងហើយនេះបងប្អូនទាំងអស់គ្នាឃើញអត់គឺទឹកជ្រោះហូរពីភ្នំមកហ្មងហើយមានផ្ទះមានអីនៅក្រោមនឹងអញ្ចឹងទៅប៉ុន្តែខ្ញុំទៅសើហ្មងគេមានប្រព័ន្ធទឹកគេគឺអត់មានប៉ះពាល់អីដល់សំណង់អគារនៅនឹងទេហើយពេលដែលយើងមកលេងគឺយើងអាចរីករាយជាមួយនឹងទេសភាពហើយថតរូបឬក៏វីដេអូទុកជាអនុស្សាវរីយ៍ជាមួយនឹងម៉ូដផ្ទះបុរាណដ៏ស្រស់ស្អាតនៅតាមជម្រាលភ្នំហើយនៅតាមភូមិនៅអឺរ៉ុបគឺមានពហិដោយប្រទេសរបស់យើងគឺមានវត្តអញ្ចឹងណាបងប្អូនទាំងគ្នាអានេះយើងដើរមកដល់ជ្រុងមួយទៀតមាត់ទឹកផែដែលភ្ញៀវទេសចរគឺគាត់អាចជិះទូកនៅកន្លែងនេះផងដែរខាងក្រោយខ្ញុំនឹងគឺជាកប៉ាល់ទូកដែលភ្ញៀវទេសចរទាំងអស់គឺអាចជិះមើលទេសភាពនៅតាមតំបន់បឹងកេហ្នឹងទៅតែការវិភាគយើងថ្ងៃនេះគឺយើងអត់ជិះទេបងប្អូនទាំងគ្នាយើងជិះនៅថ្ងៃទី3ហើយពេលដែលយើងមកលេង Hallstatt នេះគឺយើងអាចទៅលេងបានកន្លែងជាច្រើនទៀតបឹងធំៗនៅជិតហ្នឹងឬក៏ជិះកត្រកឡើងទៅលើភ្នំ hiking អីផ្សេងនិយាយទៅមានសកម្មភាពជាច្រើនដែលយើងអាចធ្វើនៅពេលដែលយើងមកលេងតំបន់នេះតែការវិភាគនៅក្នុងថ្ងៃនេះគឺយើងដើរលេងនៅក្នុងភូមិមើលទេសភាពនៅក្នុងភូមិថតរូបលេងហើយយើងនឹងញ៉ាំអាហារពេលល្ងាចនៅហ្នឹងអញ្ចឹងឥឡូវនេះគឺយើងបន្តដំណើរដើរទៀតទៅរកកន្លែងញ៉ាំអីហើយពេលមកដើរលេងតាមតំបន់ភ្នំគឺយើងត្រូវត្រៀមស្បែកជើងនិងកៅអៅពលល្ងាចឡើងអាចត្រជាក់ហើយមេញូដែលយើងកំងថ្ងៃនេះម៉ាក់ខ្ញុំគឺគាត់កំងត្រីអាំងហើយខ្ញុំកំងបន្លែជាមួយនឹងដំឡូងបំពងហើយសម្រាប់មេញូមួយចានដែលខ្ញុំកំងថ្ងៃនេះរសជាតិគឺអូខេបងប្អូនទាំងអស់គ្នាខ្ញុំរ៉េតឲ្យ7 លើ 10អាមូមូនេះគឺគេកិនបន្លែជាមួយនឹងដំឡូងហើយគេយកទៅបំពងជាមួយនឹងម្សៅនំប៉័ងអញ្ចឹងរសជាតិរបស់វាគឺខ្ទិះហើយប្រៃតិចដូចដំឡូងបំពងអញ្ចឹងខ្ញុំគិតថាមេញូមួយចាននេះបងប្អូនទាំងអស់គ្នាក៏អាចញ៉ាំបានជាមួយនឹងទេសភាពហើយនឹងរសជាតិអាហារខ្ញុំរ៉េតឲ្យ7 លើ 10ឡូវណាដាក់ច្រើនលើត្រីនេះត្រីគាត់ទៅបន្ទាប់ពីញ៉ាំអីហើយគឺយើងដើរត្រឡប់ទៅវិញញ៉ាំអីហើយគឺយើងត្រូវត្រឡប់ដើរតិចដើម្បីឲ្យវាស្រកពោះសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងរីករាយជាមួយនឹងវីដេអូជាង7 នាទីនៅ Hallstatt នេះហើយវីដេអូក្រោយគឺយើងនឹងទៅជិះកត្រកមើលទេសភាពនៅលើភ្នំជាមួយគ្នាដល់ម៉ោងពួកយើងត្រឡប់ទៅសម្រាកហើយវីដេអូនឹង trip នៅក្នុងថ្ងៃនេះផងដែរអរគុណធំដល់ធនាគារដែលនៅពីក្រោយខ្ញុំនេះឲ្យតែខ្ញុំចង់ទៅលេងនៅណាគឺថាពួកគាត់ជូនខ្ញុំទៅហើយរាត្រីសួស្តីសុបិនល្អបងប្អូនហើយយើងជួបគ្នានៅវីដេអូក្រោយ